មូលហេតុនៅក្នុងខ្លាញ់រុំថ្លើមដែលគេមិនព្យាបាលមានន័យថាខ្លាញ់រុំថ្លើមរបស់យើងនឹងជាប្រភេទខ្លាញ់រុំថ្លើមដែលអត់ទាន់មានការរលាកសាច់ថ្លើមបានសេចក្តីថាបើយើងនិយាយអំពីមុខងារថ្លើមកម្រិតនៃការរលាកតាមរយៈការធ្វើ fibroscan ថ្លើមគឺថាបន្ទុកថ្លើមនោះនៅក្រោម7គីឡូប៉ាស្កាល់អញ្ចឹងនៅក្នុងនីតិវិធីជាអន្តរជាតិកាលណាបន្ទុកនៅក្រោម7គីឡូប៉ាស្កាល់គេចាត់ទុកថាខ្លាញ់រុំថ្លើមដែលមិនមានរលាកសាច់ថ្លើមទេកាលណាខ្លាញ់រុំថ្លើមមិនមានរលាកសាច់ថ្លើមទេមិនតម្រូវឲ្យប្រើប្រាស់ថ្នាំព្យាបាលទេសួរថាហេតុអីពីព្រោះគ្មានប្រយោជន៍outcome សម្រាប់អ្នកជំងឺគឺអត់គ្រាន់តែឲ្យព្យាបាលតាមរយៈការដូររបៀបនៃការរស់នៅតាមការធ្វើរបបអាហារហើយនឹងសកម្មភាពរាងកាយគឺបានហើយអាហ្នឹងគឺជា basic treatment ការព្យាបាលដោយមិនប្រើថ្នាំដោយធ្វើរបៀបរស់នៅល្អរាល់ថ្ងៃទៅហើយតាមដាន6ខែទៅ1ឆ្នាំម្ដងអាហ្នឹងគឺជាមូលហេតុនៃការដែលគេមើលទៅឃើញថាខ្លាញ់រុំថ្លើមហើយគេមិនឲ្យព្យាបាលអាហ្នឹងទៅអាណាខ្លាញ់រុំថ្លើមហើយគេអត់ឲ្យព្យាបាលហ្នឹងមានន័យថាអត់អីទេថ្លើមហ្នឹងនៅបដូលរបស់វាមុខងាររបស់វាហ្នឹងនៅល្អដូចថ្លើមអ្នកជាធម្មតាទេបាទសុំណាហើយគ្រាន់តែដូររបៀបនៃការរស់នៅសម្រក់គីឡូបើយើងធាត់ហើយរបបអាហារកាត់បន្ថយអាហារដែលងាយឲ្យកើតខ្លាញ់រុំថ្លើមគឺប្រភេទអាហារផ្អែមអាហារមានជាតិខ្លាញ់ច្រើនអាហារមានជាតិប៊ឺច្រើនអាហារដែលមានកាឡូរីខ្ពស់ណាទាំងអស់ហ្នឹងគឺសុទ្ធតែយកទៅប្រកបទុកជាខ្លាញ់ទាំងអស់នៅក្នុងថ្លើមបើសិនជាវាសល់លើសតម្រូវការអញ្ចឹងខ្លាញ់រុំថ្លើមគេព្យាបាលចាប់ពីខ្លាញ់រុំថ្លើមដែលមានការរលាកតាមរយៈការ scan ឃើញវាឡើងបន្ទុកចាប់ពី7ឡើងមកពី S2 ឡើងមកដល់ S3 ពី7អាចមកដល់ 10.5 បាទពី7អាចមកដល់ 10.5 អាហ្នឹងត្រូវព្យាបាលដោយថ្នាំចេញថ្មីរាល់ថ្ងៃនេះ FDA គេ approve ថ្នាំ2ហើយមានពួក semaglutide ពួក GLP-1 ហើយនឹងថ្នាំពពួកណា thyroid agonist beta receptor ជាប្រភេទពួក resmetirom ដែលយើងប្រើរយៈពេល1ឆ្នាំទៅ1ឆ្នាំកន្លះបាទអញ្ចឹងមូលហេតុអីបានយើងមានត្រូវព្យាបាលមានមិនត្រូវព្យាបាលត្រូវព្យាបាលអានោះតតែវាមានកម្រិតរលាកដែលមានហានិភ័យអាចនឹងធ្វើឲ្យថ្លើមយើងវិវត្តទៅក្រិនអាហ្នឹងគេឲ្យយើងព្យាបាលហើយគេដាក់ថ្នាំទៅរំលាយខ្លាញ់បន្ថយបន្ទុក fibroscan ដែលរលាកចាប់ពី7ឡើងទៅនោះឲ្យវាថយមកលេខ1វិញឬក៏លេខ0វិញដើម្បីកាត់ផ្ដាច់កុំឲ្យផ្លូវហ្នឹងឆ្ពោះទៅរកក្រិនដើម្បីកុំឲ្យផ្លូវហ្នឹងឆ្ពោះទៅរកក្រិនអញ្ចឹងមុននឹងគេចេញ guideline មុននឹងគេចេញជានីតិវិធីសម្រាប់ព្យាបាលមានន័យថាគេសិក្សាពី patient outcome មានន័យថាគេចង់ឲ្យអ្នកជំងឺទទួលបានផលប្រយោជន៍ patient first អ្នកជំងឺទទួលបានផលប្រយោជន៍ទី1ព្យាបាលឲ្យត្រូវ
ទី2កុំឲ្យបង្ហាញលុយទី3ជំងឺខ្លះព្យាបាលដោយមាត់ហើយនឹងសកម្មភាពរាងកាយហ្នឹងគាត់ណាកាត់បន្ថយកុំហូបចុកចកាច់ចកើអាញ៉ៃអាកាឡូរីច្រើនពោពាសច្រើនទៅពួកជំងឺខ្លះកើតឡើងដោយសារមាត់ហ្នឹងហើយនឹងការហាត់ប្រាណឲ្យស្រួលទៅវាគ្មានអស់លុយហើយអា fibrosis យើងអត់អាលៀកផងយើងទៅបង្ហាញលុយអ្នកប្រាជ្ញលោកសិក្សាលោក depend ទៅលើ patient outcome ធ្វើស្អីក៏ដោយគឺយកប្រយោជន៍អ្នកជំងឺជាធំយើងព្យាបាលយើងត្រូវយកប្រយោជន៍អ្នកជំងឺជាធំតែយើងធ្វើអញ្ចឹងអ្នកជំងឺទទួលបានផលប្រយោជន៍អត់បើអ្នកជំងឺទទួលផលប្រយោជន៍ធ្វើទៅបើសិនជាអត់បានប្រយោជន៍ផងខ្លាញ់រុំថ្លើមអត់មានរលាកសាច់ថ្លើមផងយើងទៅទាថ្នាំយកមកលេបអាម៉េចបើគេសិក្សាទៅគ្មានបានប្រយោជន៍អីផងហ្នឹងបើឧទាហរណ៍ស្មាតូខ្លាញ់រុំថ្លើមនេះបើគេមិនព្យាបាលទេខ្ញុំគិតថាជាប្រភេទខ្លាញ់រុំថ្លើមដែលមាន fibrosis stage F0F1 អញ្ចឹងបើញ៉ាំថ្នាំដែលខ្ញុំជម្រាបមិញមាន semaglutide ឬមួយក៏មាន resmetirom មួយឆ្នាំសួរថាតើ outcome បានអត់គឺអត់បានទេពីព្រោះអី fibrosis នៅតែ F1 F0 អត់ដែរហ្នឹងវាមានបាន improve ទៅណាពួក fibrosis stage យើងនៅក្នុងកម្រិតធម្មតាដូចអ្នកជាទូទៅហ្នឹងទោះបីយើងញ៉ាំក៏វាគ្មានលឹះនឹងដែរគ្រាន់តែអារំលាយកំណក់ខ្លាញ់នោះអាស្រ័យលើសកម្មភាពរាងកាយពីព្រោះគេថាយើងហាត់ប្រាណសរកគីឡូទៅវាអាចកាត់ខ្លាញ់ដែលវាកកក្នុងថ្លើមនោះបានចំនួនភាគរយណាមួយអញ្ចឹងទៅហើយខ្លាញ់រុំថ្លើមហ្នឹងបើវាមិនរលាកសាច់ថ្លើមទេយើងមិនបាច់ភ័យទេយើងគ្រាន់តែហាត់ប្រាណអញ្ចឹងទៅបាទហើយរបបអាហារអញ្ចឹងទៅណាហើយគេឲ្យយើងព្យាបាលដោយសារ outcome នៅពេលដែលយើងដាក់ថ្នាំចម្ពោះ F2 F3 គេឃើញវាទាញថយមក S1 S0 វិញវាឃើញវាទាញ S1 S0 វិញណាប៉ុន្តែអាហ្នឹងនៅតែកំបាញជាមួយនឹង lifestyle change ទាំងអស់ដូររបបរស់នៅការហាត់ប្រាណរបបអាហារដូចនៅខ្លាញ់រុំថ្លើមដែលមិនព្យាបាលដែរអាហ្នឹងរបៀបនៃសកម្មភាពរាងកាយនិងរបបអាហារហើយថ្នាំលេបនៅតែលេបអញ្ចឹងអាហ្នឹងសម្រាប់ F2 ដល់ F3 ដែលគេសិក្សាទៅវាទាញ fibrosis stage ហ្នឹងថយក្រោយមក F0F1 វិញអញ្ចឹងណាបាទតែមានករណីខ្លះមិនជោគជ័យដែរករណីដែលគាត់ព្យាបាលតែគាត់នៅតែហូបអាហារដែលសម្បូរអា toxic fat អាខ្លាញ់កក្រិចខ្លាញ់អាក្រក់ខ្លាញ់ស្អុយខ្លាញ់ពុលអាហ្នឹងគឺអត់អាចជួយបានទេថ្នាំហ្នឹងហើយអ្នកខ្លះផឹកស្រាថ្នាំហ្នឹងក៏ជួយអត់បានដែរមានលុយចាំទិញថ្នាំព្យាបាលខ្លាញ់រុំថ្លើមហ្នឹងក៏អត់បានដែរអញ្ចឹងណាបងប្អូន Clinic វឌ្ឍនវិទ្យាជា clinic ប្រចាំគ្រួសាររបស់លោកអ្នក